ជំរាបសួរបងប្អូនទាំងអស់គ្នាតើបងប្អូនណាខ្លះដែលពិបាកក្នុងការបង់លុយខនកាំងប្រហមអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបចុះឈ្មោះកាត់លុយស្វ័យប្រវត្តិក្នុងធនាគារឬក៏ការធនាគាររបស់បងប្អូនតែម្ដងបាទអញ្ចឹងបងប្អូនអាចទស្សនាវីដេអូនេះបានមុនដំបូងយើងចូលទៅក្នុងកម្មវិធី Chrome ហើយបងប្អូនវាយពាក្យថា The ខនកាំងប្រហមបាទតទៅពីយើងវាយហើយយើងចុចពាក្យ search មកអូខេអញ្ចឹងយើងចុច enter ហើយយើងចូលមកដល់កន្លែងនេះគេគុំមីនខនកាំងប្រហមហើយយើងចុចពាក្យ login មកហើយបងប្អូនចុចខាន់ផ្ញើអ៊ីនជឹងបាទហើយកន្លែងនេះគឺយើងទៅសេឈ្មោះរបស់យើងចុចគ្រីសនេះទៅហើយយើងចុចទៅមុខទៀតមកគឺអ៊ីនជឹងជាមួយកាត់ថុកបាទអញ្ចឹងនៅពេលបងប្អូនចូលទៅក្នុងកាត់ថុករបស់បងប្អូនគឺត្រូវការអ៊ីនជឹងសណាបាទពេលអ៊ីនជឹងសរួចអ៊ីនជឹងរួចហើយយើងគ្រាន់តែចុចកន្លែងនេះបាទធុងហាប់ខំសេកបាទចុចកន្លែងហ្នឹងមកហើយបងប្អូនកន្លែងមួអសឺឆាំឆាត់គូគីស៊ីណៃនេះយើងវាយពាក្យឆាតុងអ៊ីឆេស៊ីនឆងបាទអញ្ចឹងបងប្អូនវាយដូចខ្ញុំនេះមកហើយនៅពេលដែលយើងមកដល់កន្លែងនេះយើងចុចខាងក្រោមនេះបាទនេះកន្លែងឆាតុងអ៊ីឆេស៊ីនឆងហ្នឹងបាទហើយយើងអូសវាមកក្រោមតបមកយើងចុចកន្លែងស៊ីនឆងហាគីនេះបាទអូខេអញ្ចឹងយើងចុចកន្លែងហ្នឹងមួយទៀតពុនអ៊ីនហ្នឹងបាទហើយកន្លែងនេះយើងត្រូវចុចលើពាក្យថាធុង E បាទធុង E ហាំនឹងមកហើយយើងចុចថាមើរ៉ូបាទហើយកន្លែងនេះបងប្អូនយកគេចាក៏បានយកខាត់ទឺក៏បានដែរថ្ងៃនេះខ្ញុំគឺយកខាត់ទឺបាទហើយតបមកគឺយើងពេញមកជ្រើសយកថាកាត់ទឺ Visa មួយណាបាទអញ្ចឹងដូចខ្ញុំប្រើគូមីនយើងជ្រើសគូមីនចឹងមកបាទហើយយើងបំពេញលេខកាតរបស់យើងនៅលើកាតហ្នឹងមកបាទបំពេញម្ដង4តុង4ខ្ទង់ចឹងណាបាទហើយខាងក្រោមនេះគឺកាត់ទឺយូហូគីកាន់បាទសុពលភាពកាតអញ្ចឹងបងប្អូនសរសេរខែមុនបាទហើយតមកឆ្នាំបាទអញ្ចឹងយើងមើលលើកាតរបស់យើងបានហើយតមកយើងចុចកាត់ទឺវ៉ាអ៊ីននេះមកហើយ value ហើយយើងចុចវ៉ាអ៊ីនហើយខាងក្រោមនេះយើងចុចពាក្យធុង E ហាំបាទយើងគ្រីសហ្នឹងហើយតមកយើងដាក់ថើមើរ៉ូនេះមកបាទហើយចុចពាក្យវ៉ាអ៊ីនមកបាទយើងអានមើលតិចទៅបើសិនជាបងប្អូនមិនក៏អញ្ចឹងចុចពាក្យវ៉ាអ៊ីនក៏បានដែរបាទអញ្ចឹងរីករាល់នេះគឺពុនអ៊ីនឆាតុងស៊ីនឆងទីអស្មតាវ៉ាលីអូទីអស្មតាអញ្ចឹងបងប្អូនចុចឈ្មោះឲ្យរងចាំប្រហែល2ទៅ3ថ្ងៃអញ្ចឹងបងប្អូនអាចចូលទៅមើលម្ដងទៀតបានដល់ពេលនោះគឺខាងខនងាំងពោះហំគឺគេនេះឲ្យយើងហើយបាទហើយសម្រាប់បងប្អូនដែលទៅតែមកថ្មីឬក៏បងប្អូនអត់ទាន់មានកម្មវិធីវេប្រាក់អាចជាប់កម្មវិធីវេប្រាក់ E9Pay បានមិនថាបងប្អូនវេទៅជំរឿនមួយណាទេគឺសេវា 5000 ទាំងអស់ហើយវេប្រាក់បានច្រើនចាប់ពី$5000ហើយនឹងវេបាន20 លានរៀលសម្រាប់ ABA ប្រាក់រៀលបាទហើយនឹង2005ទៅ ACDA គណនី Wing បាទហើយនឹងលេខកូដផងដែរបាទសូមអរគុណច្រើនបងប្អូនទាំងអស់គ្នា